តោះសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំប្រាប់ពីរបៀបបញ្ជា Tele DJI Air 2S អេក្រង់ណាបងប្អូនបាទអញ្ចឹងជាដំបូងបងប្អូនបើកកម្រប gimbal ដូចខ្ញុំចេះមកណាបាទនេះវាមាន gimbal វាមុននឹងយើងលេងយើងបើកកម្រប gimbal វាចេញមកហើយសម្រាប់បងប្អូនបើក start វាគឺបងប្អូនបើក drone មុនក៏បាន remote របស់វាមុនក៏បានដែរបាទចឹងសម្រាប់remote របស់វាគឺបងប្អូនចុចម្ដងចុចជាប់ណាចឹងដ្រូននេះគ្នាចុចម្ដងលើកទី2គឺចុចជាប់ចឹងបងប្អូនចុចជាប់មក1គឺ2បាទហើយយើងចាំយើងលេងដៃបាទហើយសម្រាប់ tele គឺដូចគ្នាបាទ1 2ចុចជាប់លើកទី2គឺចុចជាប់ណាបាទហើយគឺប្រព័ន្ធវិទ្យាគឺបងប្អូនទុកមកកន្លែងគឺវាដំណើរការខ្លួនឯងបាទចឹងវាក៏បានចេញកាមេរ៉ាមកយើងអូតូយើងអត់មានបានចុចអីទេបងប្អូនទុកតែមកកន្លែងទៅគឺវាចេញកាមេរ៉ាវាអូតូហើយ remote បញ្ជា screen របស់វាបងប្អូនអាចឃើញគឺយើងបញ្ជាដូចតែគ្នាទេបាទបងប្អូនញែកចេញមកក្រៅគឺវាហោះបាទហើយកន្លែងនេះគឺយើង return home ត្រឡប់មកទីតាំងដើមវិញពេលបងប្អូនទៅឆ្ងាយជាជាប់ទៅវា load ហៅ drone នៅទីនេះចឹងវាលោតហៅ drone មកនៅលើអេក្រង់ឲ្យយើងដឹងតែម្ដងបាទយើងចុចទី2គឺផ្ដាច់ចឹងផ្ដាច់បញ្ជាអាស្រ័យទៅលើបងប្អូន control វាទៅគឺជាប់គឺត្រឡប់មកទីតាំងដើមវិញគឺវាស្រេចនៅលើ tele វាតែម្ដងហើយសម្រាប់ sport mode ដល់បងប្អូនលេងល្បឿនគេហៅល្បឿនណាអានេះគឺខ្ញុំហុយមកជួយនៅ game អស់នេះល្បឿនទី1ទេបងប្អូនចុចមកកដាល្បឿនទី2ចុចមកចុងស្ដាំទាំងអស់គឺល្បឿនទី3ហើយបេតុងកន្លែងនេះគឺសេរីកាមេរ៉ាឡើងចុះបាទនេះបងប្អូនសេរីកាមេរ៉ាឡើងចុះខាងឆ្វេងនេះណានេះហើយចំណែកខាងស្ដាំនេះគឺជាកន្លែង zoom បងប្អូនណាបងប្អូនលេង zoom បាទ zoom ចិត្តឆ្ងាយហើយនេះយើងហោះបានយើង zoom បានណាអញ្ចឹងយើង zoom ចិត្តឆ្ងាយអញ្ចឹងសម្រាប់បេតុងខាងក្រោយនេះ C1 នេះអានេះយើងតម្លាក់កកាមេរ៉ាបងប្អូនជាមួយនឹងតម្លាក់កកាមេរ៉ាជូនបងប្អូនមើលហើយយើងតម្លាក់កកាមេរ៉ាចេះបាទយើងតម្លាក់កកាមេរ៉ាចេះហើយកន្លែង C2 នេះគឺជាបេតុងបើកភ្លើងក្រោមបាទបងប្អូនចុចមួយទៅគឺបើកភ្លើងក្រោមចេះណានេះអញ្ចឹងបងប្អូនចុចមួយមកវិញគឺបិទកន្លែង C2 អញ្ចឹងយើងមានតែប៉ុណ្្នឹងឯងអញ្ចឹងកន្លែង zoom នេះបងប្អូនបាទនេះវា zoom ចិត្តឆ្ងាយចេះនេះ zoom ចិត្តឆ្ងាយអញ្ចឹងណាគឺមិនវាអត់ទាន់ដំណើរការល្អបើកភ្លាមអញ្ចឹងបងប្អូនបាទអញ្ចឹងនេះយើងដំណើរការហើយអញ្ចឹងបិទបើក zoom ហើយកន្លែងនេះគឺជា GPS 18បងប្អូនកន្លែងរូបដូចចង្ហោះអញ្ចឹងនឹង18នឹង GPS ហើយកន្លែងនេះ sensor គឺវាហោះទើបវាដំណើរការយើងហើយកន្លែងនេះ RC សេវា tele ពី drone ហើយកន្លែង QQ មូលនេះគឺជាថ្មរបស់ drone បាទអញ្ចឹងបងប្អូនលេខតែប៉ុណ្្នឹងឯងហើយសម្រាប់មុខងារផ្សេងៗខ្ញុំនឹងធ្វើក្នុង channel បន្តទៀតនៅក្នុង app របស់វាចឹងឡើយនេះបងប្អូនសាមញ្ញទេបងប្អូនថតរូបស្លឹកចូលកន្លែងកាមេរ៉ាបងប្អូនថតវីដេអូចូលកន្លែងវីដេអូចេញមកឬក៏បងប្អូនកន្លែងនេះវីដេអូកន្លែងនេះរូបស្លឹកបាទអញ្ចឹង control វាប៉ុណ្្នេះឯងហើយបងប្អូនចង់លេង 4K ប្រហែល frame គឺនៅទីនេះបាទ10 ឬក៏បងប្អូន 4K 30 60 frame ឆ្លើយលើទីតាំងបងប្អូនលេងទៅហើយទំហំ memory របស់បងប្អូនច្រើនគឺលេង 4K 60 frame ក៏បានដែរណាហើយសម្រាប់វាមានតែប៉ុណ្្នឹងឯងគឺបើកន្លែងនេះគឺយើងសេរីពលឺវាបាទ Pro ឬ Auto គឺបងប្អូនចុចកន្លែងនេះក៏បានថែមពលឺតិចតិចទៅបាទថយថែមទៅតាមពលឺជាក់ស្ដែងបងប្អូនលេងទៅតាមតំបន់ណាអញ្ចឹងវាមានតែប៉ុណ្្នឹងឯងបាទអញ្ចឹងវីដេអូក្រោយៗខ្ញុំប្រាប់ពី option នៅក្នុងនេះឲ្យជាងច្រើនជាងឡើងតិចកុំឲ្យវីដេអូយើងវែងពេកបាទជាទៅគឺភ្ញៀវគាត់លេងតែប៉ុណ្្នឹងទេហើយខ្ញុំសូមស្វប់វីដេអូបន្តិចទៀតបាទបងប្អូនលេខកំណត់នៅត្រី3ចុងខាងស្ដាំនេះសម្រាប់យើងកំណត់នៅក្នុងអ្វីដែលយើងចង់លេងល្បឿនកម្ពស់ចង្ងាយវាណាយើងចូលចុច3ខាងស្ដាំនេះបងប្អូនសេរី sensor វា sensor បញ្ជាបាទនេះព្រួញបញ្ជានេះគឺបានន័យថាវាទៅមុខគឺវាបញ្ជាឃើញឧបសគ្គគឺវាបញ្ជាវៀងណាហើយខាងកណ្ដាលនេះ brake នេះគឺបញ្ជាខាងមុខបាទមុខក្រោយដែលយើងលេខទៅគឺវាអត់ទៅមុខទេបាទគឺវានៅមួយកន្លែងហើយកន្លែងនេះគឺបិទអញ្ចឹងបងប្អូនកុំចុចអីអសោះណាកន្លែងបិទចុងស្ដាំនេះគឺបិទអញ្ចឹងចូល trade 3ដដែល
dương ôm mà khóm dương khơi tha lạnh o thì hàng lư 50 mét đó nên dương ôm cặp pu chừng ngày để dương lọc mà thì tăng đào mình về để dương đi thớn cứ việc họ màu vinh chỗ này nó ban này tham dương 2 trộn lọc mà té vĩnh cứ việc họ ban 50 mét để dương cầm nọt nên dương bong phôn trong cầm nọtประมาณ100 mét các bạn đấy nè lại ní nè chẳng ở vậy để bộ dương cầm nọt cứ việc họ mà phần nâng ở vậy để dương cầm nọt nâng hay giờ 500 mét ní cứ kia ở cặp pu bong phôn cầm nọt tới bà theo tam mà xài bong phôn trong bán hay ní chừng ngày no limit ban này ta đọc cái lỗ bà trong đọc cái lỗ mùi cái lỗ phở lỗ và xài lỗ bong phôn cầm nọt tới trong bị miền tập phần ní ấy hayสำหรับមួយទៀតបងប្អូនចង់លេងពីយប់អីឬក៏ទីតាំងបងប្អូនខ្សែភ្លើងច្រើនមើលវាចង់ហោះ smooth ជាងហ្នឹងបងប្អូនពវល់ត្រីវិស័យមួយទៅនេះបងប្អូនចុច start ទៅគឺវាឲ្យយើងពវល់បងប្អូនអត់ពវល់ក៏បានដែរតែគ្រាន់តែពវល់ល្អជាងណានេះខ្ញុំណែនាំជូនអញ្ចឹងមុខងារផ្សេងៗគឺយើងនឹងប្រាប់លម្អិតនៅវីដេអូក្រោយអញ្ចឹងជាធម្មតាគឺទាំងខ្ញុំទាំងភ្ញៀវគឺលេងតែប៉ុណ្ណេះឯងបាទហើយមុខងារហោះព្រលឹងនៅហោះព្រលឹងមុខងារនៅហោះតាមបងប្អូនជាមួយខ្ញុំធ្វើវីដេអូមុខងារហោះតាមបន្ថែមនៅក្នុង channel ហ្នឹងបាទអញ្ចឹងនេះទួទៅពេលនេះឯងបាទអរគុណ